បាទសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube KSN បាទនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកមេរៀន Microsoft PowerPoint ដើម្បីធ្វើការជជែកបងប្អូនទាំងអស់គ្នាសិក្សាស្វែងយល់បាទអញ្ចឹងដើម្បីកុំខាតពេលយូរយើងចូលទៅកាន់មេរៀនយើងទាំងអស់គ្នាបាទអញ្ចឹងបងប្អូនចូលមកដល់ក្នុងកម្មវិធី PowerPoint មកបងប្អូនចូលមកកន្លែង Design នេះបាទចូលក្នុង Design ហ្នឹងមកបាទបន្ទាប់មកបងប្អូននឹងឃើញទម្រង់ជាច្រើនបាទ template ជាច្រើនដែលមានស្រាប់ណាបាទបងប្អូនឃើញនេះបាទអញ្ចឹងបងប្អូនចង់បានច្រើនទៀតបងប្អូនចុចកន្លែងនេះបាទសញ្ញាព្រួយនេះបងប្អូនចុចតម្លាក់ចុះក្រោមវាមកបាទបងប្អូននឹងឃើញtemplate បន្តមកទៀតបាទមានច្រើន style បាទច្រើនទម្រង់បាទបងប្អូនអាចជ្រើសរើសបាទតាមអ្វីដែលបងប្អូនចង់បានអញ្ចឹងណាបាទហើយចំណែកកន្លែងនេះបាទគឺយើងអាចដូរពណ៌ឧទាហរណ៍ថាឥឡូវខ្ញុំចង់បានstyle បែបមួយនេះបាទខ្ញុំចង់បាន style មួយហ្នឹងបាទ slide ហ្នឹងប៉ុន្តែខ្ញុំអត់ចង់បានពណ៌ហ្នឹងទេខ្ញុំចង់បានពណ៌នេះបាទអញ្ចឹងវានឹងដូរឲ្យតាមហ្នឹងបាទហើយតម្រង់ style នេះវានៅដដែលបាទឥឡូវឧទាហរណ៍ថាខ្ញុំចង់បានកន្លែងនេះបាទចង់បានបែបនេះឬក៏ចង់បានបែបនេះបាទហើយអានេះបងប្អូនសាកល្បងជ្រើសរើសមើលទៅណាបាទវាមានក្នុងនោះយើងអាចជ្រើសរើសសាកល្បងមើលទៅបាទយើងអាចដូរពណ៌វាបានបាទតែចំណែក slide ហ្នឹងគឺវានៅដដែលទេបាទគាត់ដូរតែពណ៌ទេបាទហើយក្នុងនេះបើសិនជាបងប្អូនចង់បានជាប្រភេទ solid នេះក៏បានដែរបងប្អូនជ្រើសរើសទៅកន្លែងនេះ fill របស់វាមានច្រើនបាទបងប្អូនអាចដាក់កន្លែងនេះមកបាទវាដូរពណ៌ទៅជាប្រភេទពណ៌បែបនេះប៉ុន្តែបងប្អូនអាចដូរនៅកន្លែងនេះបាទចង់បដូរទៅជាពណ៌អីក៏បានដែរបាទបងប្អូនឃើញទេបាទហើយកន្លែងនេះគឺសម្រាប់យើងសេរីពណ៌បាទឲ្យពណ៌ដិតខ្លាំងពណ៌ស្រាលអញ្ចឹងណាបាទបងប្អូនអាចសេរីកន្លែងហ្នឹងបានឧទាហរណ៍ថាឥឡូវខ្ញុំយកពណ៌ក្រហមចាស់បាទដល់ពេលយើងចង់បានខ្ចីជាងហ្នឹងបងប្អូនអាចសេរីកន្លែងហ្នឹងមកបាទសេរីប៉ុណ្ណាដែលបងប្អូនចង់បានទៅបាទឧទាហរណ៍ថាប៉ុណ្ណឹងបាទអញ្ចឹងបងប្អូនឃើញយើងអាចបានតម្រង់បែបហ្នឹងហើយចំណែកកន្លែងនេះគឺយើងចាក់ gradient បាទចាក់ gradient នេះមានន័យថាយើងអាចលាយពណ៌ចាក់ខ្លួនឯងបានអញ្ចឹងណាបាទឧទាហរណ៍ថាឥឡូវខ្ញុំចង់បានពណ៌បែបនេះបាទយើងចុចមកបាទយើងឃើញកន្លែងហ្នឹងគឺមាន3ពណ៌បាទវាមានពណ៌ក្រហមនេះពណ៌សហើយនិងពណ៌ប្រភេទខ្ចីនេះអញ្ចឹងកន្លែងនេះបងប្អូនឃើញមាន3ពណ៌នេះបាទអញ្ចឹងកន្លែងហ្នឹងបងប្អូនចង់ចាក់ពណ៌ណាឲ្យវាច្រើនជាងពណ៌មួយណាក៏បានដែរឧទាហរណ៍ទៅឥឡូវខ្ញុំចង់ចាក់ពណ៌នេះឲ្យវាច្រើនជាងពណ៌សនេះអញ្ចឹងយើងអាចទាញវាទៅមកបាទសេរីវាមកបងប្អូនឃើញទេបាទបងប្អូនឃើញទេបាទវានឹងទៅពណ៌នេះច្រើនជាងអញ្ចឹងណាបាទអញ្ចឹងបងប្អូនអាចធ្វើអនុវត្តតាមហ្នឹងទៅបាទចំណែកពណ៌អសនេះខ្ញុំចង់ឲ្យវាមកលុបមកនេះវិញអញ្ចឹងបងប្អូនអាចសេរីនេះមកបាទខ្ញុំអាចយកពណ៌ហ្នឹងឲ្យស៊ីដិតគ្នាជាមួយនឹងពណ៌ក្រហមនេះដែរក៏បានដែរបាទឧទាហរណ៍ថាខ្ញុំសេរីមកឲ្យជាន់លើគ្នាហ្នឹងមកបាទអញ្ចឹងពណ៌ហ្នឹងវានឹងដិតមកពណ៌តែមួយបាទឃើញទេបាទវាដាច់គ្នាអញ្ចឹងហើយយើងអាចសេរីបែបនេះមកក៏បានហើយកន្លែងហ្នឹងយើងអាចបន្ថែមពណ៌លើនឹងបានទៀតឧទាហរណ៍ថាឥឡូវខ្ញុំចង់ដាក់ពណ៌កន្លែងនេះមួយទៀតបាទអញ្ចឹងកន្លែងនេះគឺយើងអាចសេរីបានមួយទៀតនេះបាទអញ្ចឹងបាទហើយយើងអាចសេរីមកបានឥឡូវពណ៌សនេះវាមានច្រើនហើយយើងដូរមកនេះវិញឥឡូវខ្ញុំដាក់ពណ៌នេះមកនេះវិញហើយបន្ថែមពណ៌កន្លែងនេះមួយទៀតបាទចាំបងប្អូនឃើញហើយកន្លែងនេះគឺយើងអាចសេរីបានដែរបាទយើងអាចសេរីពណ៌ហ្នឹងបានកន្លែងហ្នឹងបងប្អូនអាចវាយកន្លែងនេះក៏បានអាចចាប់ទាញសេរីកន្លែងនេះក៏បានដែរបាទបងប្អូនឃើញទេបាទយើងអាចសេរីនៅកន្លែងហ្នឹងក៏បានដែរកន្លែងនេះគឺយើងអាចសេរីបានដែរបាទយើងអាចសេរីចុះសេរីឡើងបាទនឹងស្រាប់តែបងប្អូនចង់បានអញ្ចឹងណាពេលដែលបងប្អូនបានតាមតម្រូវការបងប្អូនហើយ apply មកបាទអញ្ចឹងគឺវាជាប់នៅហ្នឹងនេះបាទជាប់នៅនឹងស្រាប់ហ្នឹងបាទហើយចំណែកកន្លែងនេះគឺវាមានពណ៌កាឡាផ្សេងទៀតដែលគេបាន design មកអញ្ចឹងណាបាទនេះហើយកន្លែងនេះបាទវាចេញពណ៌តម្រង់បែបនេះបាទហើយក្នុងនេះបងប្អូនឃើញមាន2ពណ៌នេះបាទមាន2ពណ៌ឲ្យយើងចាក់អញ្ចឹងណាបាទសម្រាប់ background និង background បាទវាមាន2ហើយកន្លែងហ្នឹងបងប្អូនអាចជ្រើសរើសទៅបាទយើងយក foreground នេះយកពណ៌ក្រហមក៏បានស្រេចបងប្អូនចង់បានអញ្ចឹងហើយ background យើងយកពណ៌បៃតងបាទបងប្អូនឃើញនេះបាទវាចេញពណ៌ឲ្យនេះបាទច្រើនពណ៌ហើយកន្លែងនេះច្រើនមានអីទេបាទមានតែប៉ុណ្ណឹងបាទហើយស
សម្រាប់មកបន្តមកទៀតនេះគឺកន្លែងនេះតម្រងបាទមានន័យថាกระดาษតម្រងកិច្ចការយើងណាបាទបងប្អូនចង់បានជាប្រភេទខាងក្រោមនេះយើងជ្រើសរើសមកបាទវាលោតរៀងវែងបែបនេះបាទសម្រាប់រៀងចតុកោណនេះទៅហើយបងប្អូនយកបែបនេះបាទតម្រងវាយើងយកមួយនេះមកបាទអញ្ចឹងវាចេញរៀងបែបនេះបាទហើយចំណុចកន្លែងនេះគឺ background មិញហ្នឹងឯងបាទហើយអញ្ចឹងបន្តមកទៀតបាទឥឡូវខ្ញុំចង់បង្ហាញនៅកន្លែង transition នេះបាទអញ្ចឹងដោយសារតែ slide វាមានតិចអញ្ចឹងខ្ញុំចូលទៅយក slide បាទយក slide មួយយកមកប្រើបាទឥឡូវខ្ញុំយកខ្ញុំប្រើ slide នេះក៏បានដែរបាទយក slide នេះមកបាទឧទាហរណ៍តែឥឡូវខ្ញុំចូលមកកន្លែង slide របស់ខ្ញុំនេះមករួចហើយខ្ញុំចូលកន្លែង transition នេះបាទការយើងប្រើប្រាស់ transition នេះគឺកំណត់នៅចលនារបស់ slide មួយបាទមានន័យថា slide មួយនេះយើងឲ្យវាមានចលនាបែបណាអញ្ចឹងណាឧទាហរណ៍ថាឥឡូវខ្ញុំកំណត់ slide មួយនេះឲ្យវាមានចលនារុញពីលើរុញពីក្រោមឡើងទៅលើបាទឧទាហរណ៍ថាខ្ញុំយក slide មួយហ្នឹងរុញពីក្រោមឡើងលើខ្ញុំ select កន្លែងហ្នឹងមកបាទបងប្អូនឃើញហើយបាទរុញពីក្រោមឡើងទៅលើបាទអញ្ចឹងកន្លែងនេះគឺយើងអាចកំណត់នៅលើនេះបានទេមកតែយើងចង់ឲ្យអាមួយនេះរុញឡើងលើគឺយើងកំណត់វាអត់បានទេឧទាហរណ៍អញ្ចឹងណាបាទអញ្ចឹងបងប្អូនឃើញហើយបាទគឺវារុញទាំង slide តែម្ដងបាទអញ្ចឹងសម្រាប់កំណត់មួយនេះបើយើងបងប្អូនចង់កំណត់អាមួយហ្នឹងឲ្យឡើងទៅលើមានតែចំណុចមួយហ្នឹងតោះតែយើងចូលទៅលើ animation នេះมันយើងអាចប្រើបានអញ្ចឹងណាឧទាហរណ៍ឥឡូវខ្ញុំយកបែបនេះបាទអញ្ចឹងបងប្អូនឃើញនេះបាទហើយខ្ញុំអាចប្រើមួយនេះទៀតចេញជាបែបនេះបាទអញ្ចឹងតោះតែយើងប្រើនៅក្នុង animation បាទចំណែក transition នេះគឺការកំណត់របស់ slide មួយបាទមានន័យថា slide មួយនេះយើងយកតម្រងបែបនេះបន្តមក slide មួយនេះយើងយកតម្រងបែបនេះបាទអញ្ចឹងបងប្អូនឃើញនេះបាទឥឡូវយកតម្រងមួយនេះវិញបាទហើយបន្តមក slide មួយនេះយើងយកតម្រងមួយនេះបាទហើយ slide មួយនេះខ្ញុំយកតម្រងមួយនេះបាទអញ្ចឹងបងប្អូនឃើញហើយនៅពេលដែលខ្ញុំ slide មើលទៅបាទវាចេញបែបនេះបាទបងប្អូននេះដោយសារតែខ្ញុំបានកំណត់ animation មួយហើយឥឡូវកុំឲ្យបងប្អូនច្រឡំខ្ញុំលុប animation នេះមួយសិនបាទនេះ animation នេះខ្ញុំយកណានបាទដោយសារវាជាប់ animation ហ្នឹងបាទបាទអញ្ចឹងខ្ញុំដាក់ animation ហ្នឹងខ្ញុំឆ្លាញ់ដល់ទៀតបាទបាទចាំបងប្អូនឃើញបាទវាមកទាំងផ្ទាំងអញ្ចឹងណាបាទអត់មានចលនាអក្សរផ្សេងរូបផ្សេងទេវាមកផ្ទាំងបែបហ្នឹងអញ្ចឹងណាបាទបងប្អូនឃើញហើយបាទអញ្ចឹងនេះគឺការកំណត់ transition បាទហើយមួយទៀតបាទកំណត់ transition ហ្នឹងបាទបងប្អូនឃើញហើយបាទហើយក្នុងនេះបងប្អូនអាចជ្រើសរើសវាមានច្រើនអញ្ចឹងណាច្រើនតម្រងច្រើន slide ដែរបាទបងប្អូនអាចយកជាតម្រងដូចជារូបបែបនេះក៏បានដែរបាទហើយឬក៏យកបែបនេះក៏បានដែរបាទឥឡូវខ្ញុំយកប៉ុណ្ណឹងបន្តមកទៀតយើងចូលមកដល់ animation នេះបាទអញ្ចឹងក្នុង animation នេះគឺការកំណត់កន្លែងនេះខ្ញុំសូមបញ្ចូលកន្លែងនេះបន្តិចបាទសម្រាប់ slide មួយនេះណាបងប្អូនចង់ឲ្យវាបង្ហាញវាមានសំឡេងបាទអញ្ចឹងយើងចូលកន្លែងនេះបាទឬមួយកន្លែងនេះបងប្អូនចង់បដូរវាមានន័យថាចង់ឲ្យវារុញពីលើទៅក្រោមពីក្រោមទៅលើអញ្ចឹងទៅពីឆ្វេងស្ដាំអញ្ចឹងណាបាទហើយកន្លែងនេះគឺយើងចង់ឲ្យវាមានសំឡេងបងប្អូនអាចដាក់សំឡេងបានអញ្ចឹងណាបាទក្នុងហ្នឹងវាមានច្រើនសំឡេងបាទបងប្អូនឃើញហើយបាទយើងអាចរើសយកមើលទៅបាទឥឡូវឧទាហរណ៍ខ្ញុំដាក់សំឡេងកាមេរ៉ានេះចាស់បាទហើយខ្ញុំ apply all មានន័យថាឲ្យវាលឺសំឡេងហ្នឹងគ្រប់ slide ទាំងអស់តែម្ដងពេលយើងយក apply all ហើយកន្លែងនីតិនេះគឺការកំណត់នីតិមានន័យថាការបង្ហាញ slide ហ្នឹងណាមានន័យថាបង្ហាញ slide ហ្នឹងឲ្យវាមានរូបភាពយឺតអញ្ចឹងណាបាទអញ្ចឹងកន្លែងនេះបើ1នាទីវារៀងលឿន1វិនាទីកន្លែងនេះណាបាទអានេះគេគិតជាវិនាទីអញ្ចឹងខ្ញុំយក3វិនាទីបាទអញ្ចឹងខ្ញុំ apply all ដើម្បីពី slide មួយមក slide មួយនេះឲ្យវា load ឲ្យវាកុំឲ្យវាលឿនពេកឲ្យវា3វិនាទីបាទអញ្ចឹងបងប្អូនឃើញហើយលឺទាំងសំឡេងហើយនឹងចលនាវាមកមួយយឺតអញ្ចឹងណាបាទ
បាទបងប្អូនឃើញណាបាទហើយចំណែកកន្លែងនេះបើសិនខ្ញុំคลิกកន្លែងនេះមានន័យថាខ្ញុំអាចបញ្ជាពី slide មួយទៅ slide មួយហ្នឹងដោយប្រើ mouse ចុចបន្តអញ្ចឹងក៏បានដែរឧទាហរណ៍ថាខ្ញុំ slide មកបាទបងប្អូនឃើញហើយបាទហើយខ្ញុំចង់បន្តទៅទៀតខ្ញុំចុច mouse មួយទៀតកន្លែងនេះដោយសារតែខ្ញុំអត់បាន apply all អញ្ចឹងខ្ញុំយកកន្លែងនេះបាទកន្លែងនេះខ្ញុំដោះចេញសិន apply all ខ្ញុំយក mouse កន្លែងនេះហើយខ្ញុំ apply all ដូចគ្នាបាទអញ្ចឹងបាទបងប្អូនឃើញហើយចំណែកកន្លែងនេះមិញហ្នឹងគឺយើងគ្រីសហ្នឹងមានន័យថាយើងអត់បញ្ជាវាទេឲ្យវាដើរទៅអូតូបន្តិចតែម្ដងណាបាទរាល់ពេល3វិនាទីហ្នឹងគឺវា load ពី slide មួយទៅ slide មួយតែម្ដងកន្លែងនេះណាបាទអញ្ចឹងបងប្អូនយល់ហើយកន្លែងនេះគឺមានន័យថាយើងបញ្ជាវាដោយមិនបាច់យើងប្រើ mouse អីទេមានន័យថាវាដើរខ្លួនឯងអូតូអញ្ចឹងតែម្ដងឧទាហរណ៍ថាឥឡូវខ្ញុំ play មើលបាទអញ្ចឹង3វិនាទីគឺវា load មួយទៀតអូតូបន្តិចតែម្ដងខ្ញុំអត់ចុចអីទេបាទបាទអញ្ចឹងបងប្អូនឃើញហើយបាទគឺឃើញវាដើរបាទយ៉ាងពី slide មួយទៅ slide មួយគឺវាដើរអូតូម៉ាទិកតែម្ដងអានេះសម្រាប់បងប្អូនដែលគាត់ចង់ធ្វើជាវីដេអូអីចឹងណាឲ្យវាដើរទៅដល់យើងមកចុចវាចឹងណាបាទហើយអញ្ចឹងហើយចំណែកកន្លែងនេះគឺយើងប្រើ mouse បាទកន្លែងយើងដោះកន្លែងនេះចេញមកហើយយើង apply all ទៅបាទអញ្ចឹងកន្លែងនេះពីមួយ slide ទៅមួយ slide យើងយកមកចុចក៏បានដែរនៅពេលណាដែលបងប្អូនត្រូវការបញ្យលទៅដល់អ្នកមើលអញ្ចឹងទៅបងប្អូនអាចបញ្យលទៅពេលដែលបងប្អូនបញ្យលចប់ចាំយើងចុចម៉ៅមួយទៅគឺវានឹងដើរទៅអញ្ចឹងតែម្ដងណាបាទបើសិនជាយើងដាក់អូតូខ្លាចឡើយយើងបញ្យលអត់បានចប់វាដើរទៅតែម្ដងអញ្ចឹងកុំឲ្យពិបាកយើងប្រើយកคลิกone mouse คลิกនេះទៅគឺយើងអាចបញ្យលបានក្បោះក្បាយរួចហើយយើងបញ្យលចប់យើងអាចយក mouse មកចុចបានអញ្ចឹងណាបាទអញ្ចឹងខ្ញុំ apply all រួចហើយខ្ញុំ play ម្ដងទៀតចឹងបងប្អូនឃើញហើយបាទហើយបើសិនជាអត់ចុចទេវាអត់តាន់ទៅទេបាទអញ្ចឹងតើយើងយកមកទៅចុចបាទឬក៏យើងប្រើ arrow key ក៏បានដែរ arrow key បាទខាងឆ្វេងទៅមុខចុះក្រោមទៅមុខបាទហើយទៅលើហើយនឹងខាងស្ដាំមានន័យថាត្រឡប់ទៅក្រោយវិញបាទអញ្ចឹងយើងប្រើមកចុចបាទអញ្ចឹងមកចុចគឺវាដើរទៅតែម្ដងបាទបាទអញ្ចឹងកន្លែងហ្នឹងមានប៉ុណ្ណឹងបងប្អូនយល់ហើយណាបាទអញ្ចឹងយើងបន្តមកទៀតបាទយើងបន្តមកកន្លែង animation នេះបាទអញ្ចឹងនៅក្នុង animation ហ្នឹងយើងអាចវាខុសប្លែកពី transition នេះបន្តិចទាំងថា animation នេះយើងអាចដាក់កំណត់វាឲ្យដើរនៅចំណុចណាមួយបានអញ្ចឹងកន្លែងនេះដូចតែកន្លែងនេះខ្ញុំមាន3ចំណុចអញ្ចឹង3កិច្ចការងារអញ្ចឹងណាបាទអញ្ចឹងនៅពេលណាដែលខ្ញុំចង់ឲ្យចំណុចនេះមួយ load មកអញ្ចឹងទៅហើយមានចលនាផ្សេងអញ្ចឹងណាឧទាហរណ៍ខ្ញុំយកបែបនេះបាទហើយកន្លែងនេះខ្ញុំយកតម្រង់បែបនេះបាទហើយចំណែកកន្លែងនេះខ្ញុំយកតម្រង់បែបនេះបាទអញ្ចឹងនៅពេលខ្ញុំ apply មើលបាទអានេះពីមួយ slide មកមួយ slide បន្ទាប់មកយើងដោយសារតែមិញយើងប្រើមកចុចអញ្ចឹងតើយើងចុចមួយមកបានវា load មកអញ្ចឹងណាបាទហើយយើងចុចមកមួយទៀតបានវាមកមួយទៀតបាទហើយយើងចុចមកមួយទៀតបានវាមកមួយទៀតបាទអញ្ចឹងបងប្អូនឃើញណាបាទកន្លែងនេះគឺយើងបើសិនជាយើងយកយើងអត់យកនេះទេយើងត្រូវប្រើ click អញ្ចឹងណាកន្លែងនេះបាទយើងកំណត់កន្លែងនេះបងប្អូនអាចកន្លែងបើយើងជ្រើសរើសកន្លែង one click នេះមានន័យថាយើងចុចមួយបានវា load មកមួយចុចមួយទៀតបាន load មកមួយទៀតអញ្ចឹងណាបាទប៉ុន្តែបើបងប្អូនចង់ឲ្យវាបង្ហាញមកដល់យើងមិនបាច់ចុចមានន័យថាចំណងជើងវា load មកដល់យើងមិនបាច់ចុចទេអញ្ចឹងបងប្អូនអាចជ្រើសរើសកន្លែងហ្នឹងមកបងប្អូនចុចកន្លែង with previous នេះមកក៏បានបាទយើងយកហ្នឹងមកនៅពេលដែលយើង play ទៅកន្លែងហ្នឹងគឺវា load មកអូតូម៉ាទិកតែម្ដងហើយបន្ទាប់មកកន្លែងនេះយើងអាចយក one click ហ្នឹងទៅក៏បានដែរយើងពេលដែលយើងបញ្យលកន្លែងនេះចប់ហើយចាំយើងប្រើមកចុចមួយទៀតទៅវានឹងរត់មកមួយទៀតអញ្ចឹងណាបាទអានឹងវាកុំឲ្យពិបាកអានឹងស្រេចតែបងប្អូនចឹងបងប្អូនចង់បានប្រភេទណាក៏បានតែចង់បានតាមបែបយើងចុចម៉ៅអញ្ចឹងក៏បានដែរកន្លែងហ្នឹងបើបងប្អូនចង់បានតាមហ្នឹងគឺបងប្អូនជ្រើសរើសកន្លែងហ្នឹងមកបាទក្នុងហ្នឹងវាមានបាទវាមាន with previous វាមាន after previous អញ្ចឹងណាបាទហើយហ្នឹងវាមាន3ជម្រើសហ្នឹងបងប្អូនអាចជ្រើសតាមហ្នឹងទៅហើយកន្លែងនេះគឺយើងកំណត់វិនាទីដើម្បីបង្ហាញបាទកន្លែងនេះគឺ delay បាទការ delay នេះមានន័យថា
delay ពី slide មួយមក slide មួយណាបាទដើម្បីកុំឲ្យវាលឿនពេកអញ្ចឹងណាបាទបាទអញ្ចឹងវីដេអូនេះយើងវែងដែរបាទអញ្ចឹងខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសិនបាទចាំជួបគ្នានៅវីដេអូបន្តទៀតបាទអរគុណច្រើន